សួស្តីអ្នកនាងជួបយូរនៅខ្ញុំអ៊ីហាម្ដងទៀតហើយបាទគឺថាថ្ងៃនេះខ្ញុំនឹងបរៀនអ្នកនាងពីរបៀបយក cap ដូចខ្ញុំនេះបាទតែបន្តិចនេះគឺថា cap មួយហ្នឹងបាទគឺថាគឺអាចយកបាន free ឥឡូវចាំខ្ញុំនឹងបង្ហាញពីអ្នកនាងពីរបៀបយក cap មួយហ្នឹងគឺថាងាយស្រួលយកខ្លាំងមែនតើតែខ្ញុំបញ្ជាក់សូមយើងមាន account premium ឬ account Xbox ក៏បានដែរខ្ញុំមិនច្បាស់ដែរបាទព្រោះបើខ្ញុំធ្វើលើ premium account ខ្ញុំជាដំបូងអ្នកនាងត្រូវការ download app មួយនេះគឺមានឈ្មោះថា Twitch ហ្នឹងបាទគឺថា download វាមកនៅពេលអ្នកនាង download app មួយហ្នឹងរួចគេឲ្យយើង sign in ឬក៏បង្កើត account នៅក្នុងកម្មវិធី Twitch នឹងមួយបាទគេថាបង្កើត account វាមកនៅពេលដែលយើងបង្កើត account រួចយើងចុចប៊ូតុង search បាទគេថាងាយចុចកន្លែងកែវយិតនេះបាទចុចហើយយើងឃើញមាន game ជាច្រើនគេ live ទេបាទគេថាយើងចុចទៅលើ game Minecraft យើងមកបាទដល់ពេលដែលអ្នកទាំងចុចទៅលើកន្លែង Minecraft ហ្នឹងរួចកន្លែង Minecraft គេ live ហ្នឹងរួចស្គាល់រកណាគេក៏បានដែរឲ្យតែគេលេង live ពី Minecraft បើខ្ញុំនេះគឺថាបែរគាត់ live ពី cap ហ្នឹងក៏បានយើងចូលមើល cap ហ្នឹងទៅបាទថានៅពេលដែលយើងមើលដូចជា5-10នាទីឬប្រហែលនាទីខ្ញុំសើច្បាស់ដែរពេលហ្នឹងខ្ញុំមើល review ដែរបើពេល load មកបាទឥឡូវយើងដល់ពេលយើងមើលរួចវានឹង load ដល់សារយើងនៅកន្លែងកណ្ដឹងនេះហើយបាទនៅពេលដែលវាផ្ដល់សារកន្លែងកណ្ដឹងនេះហើយចុច join វាទៅនេះបាទគេថានេះគឺ cap មួយហ្នឹងហើយចុច copy redeem code មួយហ្នឹងមកដល់ពេលដែលហើយចុច copy redeem code ហ្នឹងហើយសុំចុចទៅលើវាមិនតាំងទៀតបាទគេថាដល់ពេលអ្នកហើយ copy redeem code ហ្នឹងរួចចុចទៅលើវាមិនតាំងទៀតទៅវានឹងបញ្ជូនយើងទៅក្នុង minecraft.com ហើយវាឲ្យយើងទៅចុចដាក់នៅ redeem code មួយហ្នឹងដើម្បីយក cap មួយហ្នឹងបាទនៅពេលដែលអ្នកទាំងដាក់ redeem code ហ្នឹងរួចវានឹងឲ្យអ្នកទាំង sign in ជាមួយនឹង account premium អ្នកទាំងចូលទៅក្នុង minecraft.com មួយហ្នឹងអ្នកទាំងសូម sign in account minecraft អ្នកទាំងចូល account minecraft.com មួយហ្នឹងទៅដល់ពេលយើង sign in រួចវានឹងឲ្យយើង claim ជាមួយនឹង cap មួយហ្នឹងហើយបាទគេថាដល់ពេលដែលយើង claim នៅ cap មួយហ្នឹងសូមអ្នកទាំងចូលទៅកាន់ minecraft bedrock ទៅគឺថាគឺឃើញ cap មួយហ្នឹងហើយបាទ cap មួយហ្នឹងយើងអាចបានហើយយើងអាចទទួលបានវាបានហើយហើយអ្នកទាំងចូលមើលទៅគឺឃើញហើយបាទថាក្នុងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងជួបខ្ញុំនៅវីដេអូក្រោយទៀតនៅពេលដែលខ្ញុំមាន cap ប្លែកៗនិង redeem code ដោយឡយខ្ញុំនឹងចែកជូនអ្នកទាំងមើលទៀតបាយបាយ